សួរ welcome to ស្ថានភាព Sensory Park Sensory Park សូមស្វាគមន៍តើបងមានអ្វីដែលខ្ញុំអាចជួយបានបងខ្ញុំត្រូវការ check in សារខ្ញុំបាន booking រួចហើយបាទអរគុណច្រើនបងដែលបានស្នាក់នៅជាមួយ Hotel Sensory Park យើងខ្ញុំខាងខ្ញុំមាន Manet ជា reception គាត់នឹងជួយបងទៅ check in នៅជាន់ទី1បាទសូមសួរបងស្វាគមន៍មកកាន់ស្ថានភាព Sensory Park បាទសួស្តីបងសារខ្ញុំបាន booking រួចហើយខ្ញុំមក check in ត្រូវការបន្ទប់គេអញ្ចឹងខ្ញុំអាចសូមអត្តញ្ញាណប័ណ្ណបងទាំងពីរបានជាស្រ័យមកដោយសារឈ្មោះរបស់បងខ្ញុំអត់អាចរកឃើញនៅក្នុង system របស់ខ្ញុំហ៎បងខ្ញុំបាន booking មុននឹងរួចតើបងខ្ញុំអាចសុំជា confirm booking របស់បងបានចាំតិចបងនេះបងអញ្ចឹងបងអាចអញ្ជើញទៅរងចាំប្រហែលជា5នាទីសិនខ្ញុំ check booth ផ្នែកពាក់ព័ន្ធរបស់ខ្ញុំអរគុណជាស្រ័យបងស្រីនេះគឺជាទឹកតែដែលអូតាយើងធ្វើដោយខ្លួនឯងហើយវាផ្សំឡើងពីគុណក្រៃខ្ញីហើយនិងតែវាល្អដល់សម្រាប់សុខភាពរបស់យើងខ្សែវិជ្ជាបើសិនជាបងត្រូវការអាចយកបានជឿសបងចាខ្ញុំឈ្មោះសីមាជាប្រធានផ្នែក front office ហើយខាងខ្ញុំសូមអភ័យទោសផងដែលឲ្យបងរងចាំយូរដោយសារមានបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងនឹង system booking របស់យើងដែលខាងយើងខ្ញុំអត់បានទទួល booking របស់បងដូច្នេះខ្ញុំបាន check រួចរាល់ហើយអញ្ចឹងយើងនឹងធ្វើការរៀបចំបន្ទប់ជូនបងហើយក៏បានឃើញថាបងពិតជាបាន booking online រួចរាល់មែនហើយក៏បាន pay ហើយអញ្ចឹងណាបងចាអញ្ចឹងឥឡូវនេះដើម្បីជាការសំទោសខាងយើងខ្ញុំនឹងរៀបចំបន្ទប់ upgrade ជូនបងទៅបន្ទប់ Sensory Suite អត់ទៅបងអញ្ចឹងតើបងគិតយ៉ាងណាចំពោះដំណោះស្រាយនឹងដែរអរេអូនបងពេញចិត្តនឹងដំណោះស្រាយនឹងការ upgrade បន្ទប់ជូនបងអញ្ចឹងណាបងបញ្ញាប់អូខេចាអញ្ចឹងបងចេញចាំតិចណាខាងបងអូននឹងមានឯកសារដើម្បីបងសញ្ញាឯកសារស្នាក់នៅហើយនឹងសងបន្ទប់របស់យើងអូខេចាអញ្ចឹងសូមបងជួយចុះហត្ថលេខាអរគុណអូខេអញ្ចឹងនេះគឺជាសងបន្ទប់បងនៅជាន់ទី15ហើយបន្ទប់របស់បងគឺមានបញ្ចូលជាមួយអាហារពេលព្រឹកជាទូទៅគឺនៅជាន់ទី16ដែលយើងបើកពីម៉ោង6កន្លះទៅដល់ម៉ោង10កន្លះហើយក៏មាន swimming pool steam sauna នៅជាន់ទី4ហើយនិងកន្លែងហាត់ប្រាណគឺនៅជាន់ទី3អញ្ចឹងសម្រាប់បងគឺអាចប្រើបានដោយមិនគិតថ្លៃហើយក៏យើងមានសេវាកម្មផ្សេងទៀតដូចជា spa ក្នុងករណីបងត្រូវការគឺបងអាចជំរាបមកខាងបងអូនគឺខាងបងអូននឹងរៀបចំជូនអញ្ចឹងបងចា៎ហ្នឹងហើយអរគុណច្រើនបងអញ្ចឹងខាងធីមបងអូនម៉ាណាត់គាត់នឹងធ្វើការនឹងជូនបងទៅបន្ទប់ចា៎ អធិស្ឋានបងសុំខេកាតបងដើម្បីបើកទ្វារ
សម្រាប់បន្ទប់របស់យើងបានជួយ scan កាតដើម្បីបងអាចប្រើបន្ទប់បានគឺបងយកសាររបស់យើងនឹងដាក់ចូលក្នុងនេះសម្រាប់បន្ទប់របស់យើងគឺមានសម្ភារៈផ្ទះបាយបើសិនជាបងចង់ចម្អិនគឺយើងមានច្ក្រានហើយនឹងម៉ាស៊ីនកម្ដៅនិងសម្រាប់គៀបនំប៉័ងសម្ភារៈផ្ទះបាយរបស់យើងគឺមានចានមានស្លាបព្រាហើយមានឆ្នាំងនៅក្នុងវាដែរបងហើយយើងក៏មានជាទូទឹកកកនេះគឺជាបន្ទប់គេងរបស់បងជិះជួបសម្រាប់បន្ទប់របស់បងគឺមានទូរទស្សន៍យើងមាន100ប៉ុស្តិ៍ជាងមានប៉ុស្តិ៍ជាតិនិងអន្តរជាតិបើសិនជាបងមានសម្ភារៈសំខាន់បងអាចដាក់ចូលទៅក្នុងទូដៃរបស់យើងបានមានបងអាចចុចលេខកូដ4ខ្ទង់ហើយបងចុចប៊ីតុងបើសិនជាបងមានខោអាវប្រឡាក់បងចង់បោកគក់បងអាចបំពេញនៅ form របស់យើងហើយបងដាក់ចូលទៅក្នុងថង់បងអាចតាក់ទងមកពួកយើងបានសូមបន្ថែមតិចទៀតខាងប្អូនក៏មានសេវាកម្មបោសសម្អាតជារៀងរាល់ថ្ងៃចាប់ពីម៉ោង 10 ទៅបើសិនជាបងមានអីបន្ថែមបងអាច call ទៅលេខ0នៅលើទូរស័ព្ទដៃរបស់ពួកយើងបងមានអីជាចម្ងល់ទៀតអត់បងបាទអត់មានអូនអរគុណច្រើន ជម្រាបលាបងអរគុណច្រើន